ខ្លីៗអំពី Honda PSX 125cc ឆ្នាំ2026ទី1ការ design ជាប្រភេទ City Sport Scooter ដែលមានការរចនាបែប Sporty ដូចទៅនឹង Honda PSX 160ដែរដោយផ្នែកខាងមុខបំពាក់ភ្លើងរំផ្លូវជាប្រភេទ V-shape LED រួមជាមួយនឹងមុខងារ Automatic Headlight On និងផ្លាយភ្លើងកន្ទុយក្រោយត្រូវបានរចនាមានទម្រង់ជា SX ដែលជាអត្តសញ្ញាណនៃ Honda PSX PSX 125នេះបំពាក់កុងទ័រជាប្រភេទ LCD មិនមានមុខងារ Honda Rosin ទេទី2 Honda PSX 125នេះត្រូវបានបំពាក់ម៉ាស៊ីនស៊េរីថ្មី ESC Plus Enhanced Smart Power Plus មានសុភាពចំនួន4រំអិលបន្ថយសំណឹកដៃប្រេងម៉ាស៊ីនកំហាប់ 10W30 ចំណុះ 0.9 លីត្រមានប្រព័ន្ធបាញ់សាំងជាប្រភេទប៊ិចសាំង PHMFI ផលិតកម្លាំងបាន12សេះក្នុងកម្រិតជុំម៉ាស៊ីន8750 RPM និងកម្រិតរមួល 11.7 Nm ក្នុងកម្រិតជុំម៉ាស៊ីន6500 RPM មានកម្រិតស៊ីសាំង 47.7 km ក្នុង1លីត្រនិងអាចបើកបរបានលឿនបំផុត118 km ក្នុង2ម៉ោងចំណែកចំណុចទី3គឺបច្ចេកវិទ្យាជំនួយក្នុងការបើកបរដែលក្នុងនោះរួមមាន Honda Selectable Torque Control ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធសោត Smart Key និង Emergency Stop Signal ESS ហើយនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងទេបាយបាយ